សូមជូនរឿងវាស្រែវេទមន្តថ្ងៃមួយនៅភូមិតូចម៉ាឡានិងបូរ៉ានាំគ្នាចេញទៅព្រៃវាលស្រែដើម្បីស្វែងរកអ្វីមួយពិសេសម៉ាឡាបាននិយាយទៅកាន់បូរ៉ាមកមើលស្រែនេះជាមួយខ្ញុំបូរ៉ាបាននិយាយថាវ៉ាវស្រែនេះស្អាតណាស់រំពេចនោះពួកគេបានរកឃើញស្រូវមាសមួយលេចចេញពីដីដូចជាវេទមន្តបូរ៉ាក៏បាននិយាយថាវាអស្ចារ្យណាស់យើងត្រូវប្រាប់ដំណឹងនេះទៅចាស់ទុំពួកគេទៅប្រឹក្សាជាមួយលោកតាច័ន្ទជាចាស់ព្រឹទ្ធាចារ្យដែលគាត់យល់ពីស្រែនិងធម្មជាតិតាច័ន្ទក៏បានប្រាប់គ្រប់យ៉ាងដល់ក្មេងៗអ្វីទៅដែលនឹងធ្វើឲ្យវាលស្រែរីកចម្រើនបន្ថែមម៉ាឡានិងបូរ៉ាបានធ្វើតាមការណែនាំរបស់តាច័ន្ទយ៉ាងសប្បាយរីករាយស្រូវពួកគេបានលូតលាស់យ៉ាងលឿនលើសពីការរំពឹងទុកបន្ទាប់ពីពួកគេកំពុងតែសប្បាយរីករាយក៏មានសត្វបក្សីវេទមន្តមួយបានហោះមកជួបពួកគេដោយបក្សីនោះនិយាយថាស្វាគមន៍អ្នកទាំងពីរខ្ញុំនឹងជួយស្រូវញាក់ឲ្យคล้ายជាស្រូវមាសរំពេចនោះវាលស្រែក៏ប្រែคล้ายជាវាលមាសយ៉ាងស្អាតដែលគួរឲ្យទាក់ទាញនិងប្រមូលផលបានយ៉ាងច្រើនពួកគេបានចែកស្រូវមាសជាមួយអ្នកភូមិបង្កើតភាពរីករាយនិងសុភមង្គលអ្នកភូមិក៏បានសាទរពួកគេយ៉ាងខ្លាំងមិនតែប៉ុណ្ណោះម៉ាឡានិងបូរ៉ាព្រមទាំងអ្នកភូមិទាំងអស់ក៏បានរៀបចំកម្មវិធីរាំច្រៀងយ៉ាងសប្បាយរីករាយផងដែរនៅពេលល្ងាចជាមួយនឹងវាលស្រែពណ៌មាសម៉ាឡានិងបូរ៉ាសែនមានក្តីសុខព្រឹកថ្ងៃនឹងមកដល់ប៉ុន្តែពន្លឺវេទមន្តនៃវាលស្រែមាសនិងក្តីស្រឡាញ់របស់អ្នកភូមិស្ថិតក្នុងក្រអៅបេះដូងពួកគេជានិច្ចសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមដល់ចប់សូមអរគុណសូមជម្រាបលា